រឿងកន្លងទៅក៏ពិតមែនប៉ុន្តែទៅដល់ទីណាក៏នៅតែបងប្អូនលើកពីចោតជាបញ្ហាមិនចេះចប់មិនចេះហើយបាទតាក់ទងទៅនឹងប៊ុនសុធាប្រកួតជាមួយមហាម៉ាត់នេះពីកន្លងមកនេះបាទលទ្ធផលបងប្អូនបានឃើញហើយយើងប្រកួត5ទឹកពេញតែម្ដងលទ្ធផលគឺមហាម៉ាត់ឈ្នះប៊ុនសុធាដោយពុនទូត្រង់ចំណុចហ្នឹងដែលជាការលើកឡើងរបស់មហាជនមួយចំនួនគាត់ថាមិនស័ក្តិសមឲ្យមហាម៉ាត់ឈ្នះប៊ុនសុធាទេដោយសារតែទឹក3ទឹក4ទឹក5ប៊ុនសុធាវាយជាប់រហូតដេញវាយមហាម៉ាត់ពេញរិញប៉ុន្តែនៅក្នុងហ្នឹងមហាម៉ាត់បានវាយប៊ុនសុធាឲ្យរាប់ទឹក2បាទអញ្ចឹងជាចំណុចមកវិញបងប្អូនលើកជាបញ្ហាត្រង់ថាវាយ5ទឹកបើសិនជាទឹក2វាយឲ្យដៃគូរាប់ប៉ុន្តែទឹក3ទឹក4ទឹក5มันអាចមានព្រៀបណាមួយវាយអ្នកដែលយើងវាយឲ្យរាប់ហ្នឹងវាយឲ្យរាប់ហ្នឹងតដៃបានណាបាទគឺមានន័យថាអ្នកវាយរាប់ឈ្នះដោយអូតូប៉ុន្តែអ្នកដែលត្រូវរាប់ត្រូវបានគេវាយឲ្យរាប់គឺប៊ុនសុធាមានន័យថាគាត់សងវិញសង3ទឹកវិញអញ្ចឹងលទ្ធផលគេថាឲ្យស្មើសមត្រង់នេះថាឲ្យស្មើដរាបណាការប្រកួតនោះជាប្រកួតបែបមិត្តភាពបាទអានឹងអាចថាឲ្យស្មើបានប៉ុន្តែសម្រាប់ការប្រកួតបែបដណ្ដើមខ្សែក្រវ៉ាត់យកលេខ1នេះมันអាចមានករណីស្មើទេបងប្អូនអញ្ចឹងចៅក្រមលោករមើលចំណុចល្អផ្សេងទៀតបូកបញ្ចូលគ្នាដើម្បីធ្វើយ៉ាងម៉េចឲ្យមហាម៉ាត់ឈ្នះប៊ុនសុធាព្រោះមហាម៉ាត់មានតែមួយហើយតែត្រង់ថាគាត់វាយប៊ុនសុធាឲ្យរាប់បាទជុំការជជែកការលើកពីហេតុផលនេះអត់ជាប់អត់ហើយទេបងប្អូនទស្សនិកជនបានឃើញស្រាប់ហើយឥឡូវនេះមានការសំណើពីបងប្អូនមួយចំនួនគាត់ថាចង់ឲ្យបងប្អូនអ្នកដែលជំនាញជាពិសេសអ្នកមើលដែលគាត់តាមដានកីឡាតាំងពីដើមរហូតដល់ឥឡូវជួយបកស្រាយបាទសម្រាប់គូមួយហ្នឹងដើម្បីយកភាពត្រឹមត្រូវណាមួយយកមកដាក់លើតុហើយណាត់ព្រោះលទ្ធផលទៅហើយมันអាចកែប្រែបានទេក៏ប៉ុន្តែអាច appointment ពេលវេលាណាមួយឲ្យមហាម៉ាត់និងប៊ុនសុធានេះជួបគ្នាក្នុងជំនួបបែបសងសឹកអញ្ចឹងពុកម៉ែបងប្អូនយល់យ៉ាងណាដែរនេះជាការលើកឡើងពីមហាជនដែលគាត់លើកពីបញ្ហានឹងឡើងពួកគាត់អត់អស់ចិត្តត្រង់ថាប៊ុនសុធាមិនសមចាញ់បាទប៉ុន្តែដោយសារតែយើងវាយដណ្ដើមខ្សែក្រវ៉ាត់អញ្ចឹងត្រូវតែមានអ្នកចាញ់បាទគេរិះរកមធ្យោបាយយ៉ាងណាមិនមែនបន្លំបន្ទុករបស់ប៊ុនសុធាទេប៉ុន្តែក្នុងការវាយបងប្អូនឃើញហើយបាទមានន័យថាកីឡាករណាប្រៀបជាងកីឡាករណាវាយចូលល្អជាងទាំងដៃទាំងកែងទាំងជង្គង់ទាំងទាត់ទាំងចំហគេរិះរកទាំងអស់ឲ្យបោកបញ្ចូលមកវាអាចនឹងមានឃើញអ្នកឈ្នះហើយមហាជនគាត់មើលភ្នែកទៅទេអាចឃើញថាប៊ុនសុធានឹងដេញវាយមែនប៉ុន្តែអាចជាអ្នកដេញគេជួនកាលវាយវាមិនសូវត្រូវអីតែមិនចំគោលដៅអ្នកថយបែបវាយថយបែបសងអញ្ចឹងសងមកចំគោលដៅនេះអាចំណុចហ្នឹងតែយើងធម្មតាគេច្រើនតែថាយើងមហាជនមើលមិនដិតដល់ដូចអ្នកជំនាញទេហ្នឹងត្រង់ហ្នឹងឥឡូវនេះមិនថាអ្នកជំនាញមិនថាអ្នកមិនជំនាញមិនថាអ្នកមើលមិនថាកីឡាករខ្លួនឯងផ្ទាល់មិនថាគ្រូទាំងលោកគ្រូធុនសុភាទាំងលោកគ្រូអដេញណែសេនប៊ុនថេនក៏មានចិត្តមិនខុសគ្នាដែរចង់ឲ្យអ្នកទាំងពីរជួបគ្នាពុកម៉ែបងប្អូនយល់យ៉ាងណាបើសិនជាបងប្អូនចង់ឲ្យជួបមែនខមមិនវីដេអូម្នាក់មួយមកបញ្ចេញយោបល់បានច្រើនដើម្បីឲ្យ sponsor គេបានមើលឃើញថាយើងទាំងអស់គ្នាពិតជាគ្រប់គ្រងឲ្យគូនេះ3ភាសាទៀតមែនបាទអញ្ចឹងខមមិននឹង share បានច្រើនបងប្អូនដើម្បីឲ្យពួកគេបានជួបគ្នាសាជាថ្មីម្ដងទៀតបាទ